នាងតូចឆាប់មកនេះឲ្យយើងស៊ីភ្លាមអើយអត់ដាក់ធំណែហើយនេះជាលើកទី1ហើយដែលជើងបានឃើញនោះហើយគួរឲ្យខ្លាចណែកុំនិយាយច្រើនឆាប់មកឲ្យចិត្តយើងមកយើងឃ្លានណាស់អូយអូយវិលមុខណាស់ចង់ក្អួតហើយវិលអស់ហើយឈប់ទៅអាក្មេងអាចខ្មាំងរឿងកំហឹងអណ្ដាកជាការដាំឡាយនៅក្នុងភូមិសម្បូរទៅដោយសត្វខ្យងសត្វកង្កែបនិងអណ្ដើកផងដែរមានពេលមួយអណ្ដើកមួយក្បាលបានវង្វេងចូលទៅក្នុងភូមិទាំងយឺតនៅក្នុងភូមិរួចចុះដើកនេះវាទៅណាមកណាវាមិនខ្លាចគ្រោះថ្នាក់ទេអីមេភូមិគឺជាមនុស្សល្អគាត់បានជួយយកអាសាអណ្ដើកនោះឲ្យរួចផុតពីសេចក្តីស្លាប់ព្រោះគាត់គិតថាមនុស្សនៅក្នុងភូមិអាចនឹងចាប់យកវាយកទៅធ្វើម្ហូបមិនខានឡើយយើងនឹងយកឯងទៅប្រឡែងនៅក្នុងស្រះធំចុះណាហើយឯងក៏មកទីនេះទៀតអីអណ្ដើកហាក់មានរបួសនិងស្មារតីមិនពេញបរិបូរណ៍ឡើយដូច្នេះបើទោះជាមេភូមិចាប់កាន់ក៏វាមិនដឹងខ្លួនដែរដើកអើយឯងដូចជាសងល់ឬមួយក៏មានអ្នកធ្វើបាបហើយទេដឹងទ្រាំបន្តិចសិនណាទៅដល់ទឹកឥឡូវហើយឃើញថាអណ្ដើកកម្រើកទាំងឈឺចាប់មេភូមិបាននាំយកអណ្ដើកនោះឆ្ពោះទៅកាន់ស្ទឹងក្បែរក្រោយភូមិយ៉ាងលឿនបំផុតនៅក្បែរមាត់ទៅឯងទៅចុះហើយកំឡុងមកគោកទៀតអីណាក្រែងមានគ្រោះថ្នាក់ឮទេអណ្ដើកមិនបានបញ្ចេញសកម្មភាពអ្វីឡើយវាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះលុះមេភូមិដើរចេញបានមួយសន្ទុះវាក៏បានកម្រើកតិចស្អីគេងើបគេគុំស្មៅនឹងខ្ញុំថាដូចជាអណ្ដើកអានេះឲ្យណោះខ្ញុំដូចជាមិនឃើញសោះនោះអីតោះពួកយើងចាប់វាយកទៅធ្វើម្ហូបតែម្ដងទៅអាយ៉ាថតឡើងក្ដុកហ្មងហូយគ្រប់ទឹកហើយវយអណ្ដើកលឺហើយវាផាត់ភ័យណាស់តែវាមិនអាចប្រឹងវាគេចឲ្យលឿនតាមចិត្តឡើយព្រោះអាចែមកាន់វាចោតទៅហើយអាចយើងយកវាបោះលេងសិនទៅអីគំនិតល្អដែរតើមកបោះមកក្មេងៗបោះទៅបោះមករហូតធ្វើឲ្យអណ្ដើកនោះកាន់តែវិលមុខនិងវេទនាជាខ្លាំងអណ្ដើកបាននិយាយនៅក្នុងចិត្តថាអូយវិលមុខណាស់ចង់ក្អួតហើយវិលអស់ហើយឈប់ទៅអាក្មេងអាចខ្មាំងអាចមកកតុយវាចោះលយបោះគេអូយខ្ញុំចង់កាត់កតុយវាលេងដល់ហើយអើយកុំអីតិចវាឈឺណាវាជាសត្វទៅចេះឈឺស្អីទៅអឺអញ្ចឹងក៏អញ្ចឹងទៅអាចកនិងអាចែមនាំគ្នាធ្វើទារុណកម្មអណ្ដើកជាខ្លាំងហើយពេលនោះវាក៏ធ្វើឲ្យអណ្ដើកជ្រុះទៅលើដីលាន់ភុះតែម្ដងអូយទៀតហើយអញអូយចុកអូយដោយសារវាឈឺពេកអណ្ដើកក៏សន្លប់ម្ដងទៀតណែក្មេងកំពុងធ្វើអីហ្នឹងឆាប់ឈប់ភ្លាមទៅក្មេងៗលើសំឡេងពូមេភូមិរៀងកាច់បន្តិចវាក៏បានរត់ចេញទៅឆ្ងាយយ៉ាងលឿនហើយដីត្រឡូងតែម្ដងអាណិតឯងណាស់អណ្ដើកអើយមិនគួរណាយើងយកឯងមកដាក់ត្រឹមតែមាត់ច្រាំងបែបនេះសោះក្នុងពេលនោះអណ្ដើកក៏បានដឹងខ្លួនតិចហើយវាក៏បានគិតក្នុងចិត្តថាអាយ៉ាតាមពិតគឺវានេះតើដែលនាំអញឲ្យមករងគ្រោះដោយសារតែក្មេងខ្មាំងទាំងអស់នោះចាំមើលអញសងសឹកបើសិនជាយើងយកកបិតម្ចាស់ឈ្មោះលើខ្នងដើកនេះនឹងលែងមានអ្នកចង់សម្លាប់វាទៀតហើយគិតហើយពូមេភូមិក៏បានយកកំបិតចាស់លើខ្នងនិងជ្រុលដៃមុតចំសាច់វាបន្តិចទាំងអចេតនាអូយថ្ងៃនេះអីក៏សោយម្លេះមើលទៅមុខជាមិនរស់ទេអញកុំខឹងណាចូលឯងទៅកដាលបឹងចុះកុំមកក្បែរភូមិទៀត
មេភូមិបាត់បង់អណ្ដើកមួយទំហឹងព្រោះគាត់គិតថាធ្លាក់ទៅកណ្ដាលទឹកគ្មានអ្នកចាប់វាបានទេតែចំពោះអណ្ដើកវិញនោះ អូយទៀតហើយអញហួយអាមេភូមិឆោតស្នោកអញឲ្យកក្រិចអស់ហើយកាត់កតុយអញអស់ចិត្តថែមទាំងកវែងអញមកទំហឹងទៀតអាយយ អណ្ដើកកាត់មានកំហឹងកាន់តែខ្លាំងចំពោះមេភូមិទោះមេភូមិជាអ្នកជួយវាក៏ដោយ ដោយភាពឈឺចាប់ថ្ងៃនេះចាំមើលអញមិនឲ្យអ្នកភូមិរស់បានសុខទេ អណ្ដើករស់នៅក្នុងបឹងភូមិទាំងកំហឹងក្នុងចិត្តវាគិតថាឲ្យតែវាធំវានឹងសងសឹកមនុស្សវិញជាមិនខាននៅផ្ទះលោកមេភូមិប៉កែប៉កតាប់ទៅមកពីណាហ្នឹងកូនតាប់ទៅមកពីភូមិខាងលិចវិញហើយណា ពុកមកពីចុងភូមិហ្នឹងណាជាប់ដៃបន្តិចបន្តួចក៏មកវិញយឺតនេះកូនស្រីនិងកូនប្រសាមកដល់យូរហើយមែនទេបាទទឹកតែមកដល់មុននេះដែរតាពុកក្មេកពងកូនបានយកទំលងឈាមមន់យកមកផ្ញើពុកដែរល្អហើយទៅងូតទឹកងូតផុកអីសិនទៅណានឹងអាលបានហូបបាយជុំគ្នា ចាប់ពកក្រោយពិសាបាយនិងសម្រាប់រួចហើយមេភូមិក៏បាននិយាយទៅកាន់កូនប្រសាថា កូនសីហាមកនេះមកផ្លែតកូនបានពុកមានការអីមែនទេពុកចង់ទៅកាប់អាស័យយកមកធ្វើរត់2 3កូនឯងជួយទៅកាប់ជាមួយពុកបន្តិចណាបានពងចុះកូនហោតណាបាត់ហើយសង្ស័យតែធ្វើទៅគ្រឿងលក់នឹងណាពងព្រោះលឺថាពុកចូលចិនហើយប្រពន្ធខ្ញុំធ្វើញឹកញាប់ណាស់ថ្វីដៃធ្វើមហូបកូនលីហោប្រកែណាស់មកវិញមុខជាឆ្អែតមកទំហឹងទៀតហើយពុកនោះ បានពងកូនក៏ដូចគ្នាដែរ មេភូមិនិងសីហាដើរបានបន្តិចនាចុងភូមិទៅផ្លូវចំការមេភូមិក៏បាននិយាយថា ដើរទៅដល់ដើមឈើទាលនោះបើលឺគេហៅកុំឆ្លើយឲ្យសោះណាកូនហេតុអីទៅពងព្រោះទីនោះមានព្រៃកមុំនាងព្រៃនោះកាចណាស់ហើយក៏ប្រកែប្រឡាចដែរធ្វើមិនដឹងលឺទៅបានហើយណាបានពង ដូចមេភូមិនិយាយមែនស្រាប់តែនាងព្រីធ្វើជាសម្លេងរបស់នាងលីហោរួចស្រែកឡើងថាបងសីហាបោកចាំកូនផងកូនខំដើរតាមហត់ណា ពងជាអូនលីហោមែនឬក៏អត់កុំខ្វល់អីបើជាកូនលីហោនាងមុខជាមិនតាន់យើងហើយបានពង សីហានិងមេភូមិដើរទៅមុខបន្តិចធ្វើឲ្យនាងព្រីខឹងយ៉ាងខ្លាំងនិងប្រែជារូបរាងកូនជ្រូករត់កាត់មុខចោះឡើងចោះឡើង ពុកមើលចុះសុកមិនបានជាមានកូនជ្រូករត់កាត់ទៅវិញហើយវាឡើងដើមឈើបានទៀតផងនាងព្រៃគ្រាន់តែលោលេងទេម្ដងនេះនាងមិនកាចឯណា ក្នុងពេលនោះស្រាប់តែមេភូមិក៏បាននិយាយមកថា ខ្ញុំដឹងហើយរស់នៅឲ្យបានសុខចុះណាចាំខ្ញុំសែនសំណែនជូនអ្នកកុំចេះតែប្រឡាចគេបែបនេះអី លើបែបនេះហើយនាងព្រីក៏បានបង្ហាញខ្លួនចេញមកឬក៏និយាយទៅកាន់មេភូមិថាសូមអរគុណហើយលោកមេភូមិលោកសំជាមេភូមិដ៏ល្អមែន ទុកចិត្តចុះឲ្យតែមនុស្សរស់ដោយមនុស្សព្រាយនៅដោយព្រាយខ្ញុំនឹងសែនសំណែនដល់អ្នកជារៀងរាល់ឆ្នាំ ដោយរំភើបនឹងទឹកចិត្តរបស់មេភូមិនាងព្រីក៏បានហូរទឹកភ្នែកនិងអួលដំកជាខ្លាំង ហេតុអីបានជានាងព្រាយយំ ជាច្រើនរយឆ្នាំហើយមេភូមិគ្រប់ចំនួនពុំដែលល្អនឹងយើងទេមានតែលោកមេភូមិប៉ុណ្ណោះ ទុកចិត្តខ្ញុំចុះខ្ញុំនឹងសង់ផ្ទះក្រោមដើមឈើនេះជូនអ្នកហើយក៏ធ្វើបុណ្យជូនអ្នកផងដែរសូមរស់នៅឲ្យបានសុខចុះ អរគុណហើយលោកមេភូមិ មិនអីទេ
កុំធ្វើបាបមនុស្សស្លូតត្រង់អីណាគ្រប់គ្នានឹងជួយរំដោះកម្មដល់នាង ចាខ្ញុំនឹងសន្យាខ្ញុំនឹងសន្សំបុណ្យឲ្យបានច្រើនអរគុណលោកហើយណាដែលបានជួយបំភ្លឺដល់នាងខ្ញុំកន្លងអស់ទៅរយៈពេលជាច្រើនឆ្នាំអណ្ដើកដែលពោពេញទៅដោយកំហឹងក៏បានចាប់ផ្ដើមធំជាខ្លាំងផងដែរនៅចុងភូមិ លបងកបអើយតើណាដែរបានជាបញ្ញាប់ម្លេះហ្នឹងអូបាទលបងណយខ្ញុំកំពុងទៅដាក់ទ្រូហ្នឹងណារួចចុះលបងទៅនេសាទដែរមែនទេបាទមេឃចុះខ្យល់ត្រីដើរខ្ញុំមិនបង្អង់យូរក៏ដើរសំដៅទៅរកតែម្ដងទៅបាទលបងបានត្រីលោកលេចៃខ្ញុំផងណាបាទលបង ពូណយដើរតិចតិចក្បែរកុំកោះផ្អើលសัตว์កុកទុំគៀនដើមកកោហោះទាំងវង មើលទៅថ្ងៃនេះដូចជាស្រស់ស្រាយដល់ហើយខ្ញុំមុខជាបានត្រីច្រើនមិនខានទេ ពូណយដើរមួយឡើងលើទូកតែភ្លាមនោះហាក់មានអ្វីកើតឡើង ហេតើមានរឿងអីបានជាទូកខ្ញុំអង្គើបែបនេះអូយជួយផង ពូណយបានធ្លាក់ចូលទៅក្នុងទឹកឬក៏បានបាត់ក្រមៅឆឹងភ្លាមមួយរំពេចចំណែកពូកបក៏បានដើរមកដូចគ្នាពូកបអង្គុយចាំមើលថាតើពូណយបានត្រីធំប៉ុណ្ណាទៅតែថាគាត់មិនឃើញត្រីទេបែរជាឃើញឈាមទៅវិញ ទេលបងណយមុននេះហក់ចូលទឹកមែនទេច្បាស់ជាបានត្រីធំខានទេតើលបងណយកើតអីទៅបានជាហូរឈាមចេញពីក្នុងទឹកដូចនេះនោះ ពូកបសង្ស័យថាលោកបងណយច្បាស់ជាលោតចូលទៅក្នុងទឹកប៉ះដុំថ្មឬក៏ឈើស្រួចទើបគាត់ក៏បានសម្រេចចិត្តចុះទៅជួយពូណយ លបងណយឮខ្ញុំហៅទេលបង នាពេលនោះផងដែរមីងកំលេនក៏បានដើរឆ្លងកាត់តែគាត់មិនបានសួរអ្វីឡើយតែគាត់ក៏បាននិយាយតិចថាលោកបងកបធ្វើអីហ្នឹងលឹបលោសង្ស័យតែបានត្រីច្រើនណាស់ហើយមកទៅនោះហើយចំណែកប្តីខ្ញុំវិញមិនដឹងថាទៅដល់ណានៃហើយទេមីងកំលេនមិនដឹងទេថាប្តីរបស់គាត់បានបាត់ខ្លួននៅក្នុងទឹកគាត់ក៏មិនបានសួរនាំប្រកបឡើយថាកំពុងតែធ្វើអ្វីនោះដែរពេលនោះគាត់ក៏បានហួសទៅមុខរីឯពូកបសុកក៏បានបាត់ខ្លួនម្នាក់ទៀតនៅតាមផ្លូវអាចោអាចែមអាតែមអាតយអាសយមួយជាតិទៅណាដែរហ្នឹងពួកខ្ញុំឮថាក្នុងទឹកមានត្រីកើតច្រើនណាស់ទើបចង់ទៅស្ទូចត្រីណាមិញបើអញ្ចឹងទៅចោះប្រយ័ត្នផងណាតិចត្រីខំដាច់ផុតនោមណាក្មេងៗខំចង់មុចបោកស្លៀកខោជាប់បាំងចិត្តទៅហើយនោះមិញមិញថាលេងទេនេះទៅចោះបាទក្មេងទាំងពីរសំដៅទៅមាត់ទឹកមិនបងអង្គយឺក៏បានហក់ភ្លើកចូលទៅបឹងតែម្ដងអូយទៅចាក់ដល់វយអាចកមែនហើយតោះទៅជ្រើបន្តិចទៀតទៅបានអែមណាអានេះក្មេងទាំងពីរពួកកែហែកទឹកណាពួកវាមិនខ្លាចទឹករះឬក៏ជ្រៅឡើយហើយពួកវាពិតជារីករាយជាខ្លាំងនៅក្នុងទឹកដ៏សែនត្រជាក់នោះអាចកស្អីតោងជើងអាននោះអូយអាននេះអូយជួយអានផងអូយជួយផងអូយជួយផងជួយអីអញក៏ដូចគ្នាដែរដូចជាមានអីតោងខោអញហើយអូយក្មេងទាំងពីរខំប្រឹងឲ្យជួយគ្នាម្នាក់ម្ដងតែថាគ្រប់យ៉ាងពួកគេក៏បានលំទឹកស្លាប់ទាំងពីរតែម្ដងនៅក្នុងភូមិលបងមេភូមិសូមជួយខ្ញុំផងបានទេព្រោះកូនខ្ញុំបាត់ខ្លួនអស់ទៅហើយហ៎តើពួកគេទៅណាមិនបានជាលបងមិនដឹងអញ្ចឹងនោះមកពីខ្ញុំរវល់ពេកនឹងណាទើបខ្ញុំភ្លេចមើលកូនណាមួយវាធំណាស់ទៅហើយដែរខ្ញុំមិនគិតថាវាមានគ្រោះថ្នាក់អញ្ចឹងទេចុះហេតុអីក៏មកយំយាយទៅវិញព្រោះថាវាបាត់ខ្លួនមួយថ្ងៃធំទៅហើយសូមជួយរកដំណោះស្រាយផងលបងមេភូមិនិយាយមិនតន់ចប់ផងមីងកំលេនបានដើរមកទាំងទឹកភ្នែក
លោកបងអើយប្តីខ្ញុំបាត់ខ្លួនហើយមិនដឹងថាកើតរឿងអីទេ ចម្លែកណាស់មិនក៏កើតរឿងផ្ទួនគ្នាបែបនេះ ជួយរកដំណោះស្រាយផងណាលោកបងអើយតើមានរឿងអីបានជាម្នាក់មានទឹកមុខបែបនេះលោកបងមេភូមិ ពួកគេបានបាត់សាច់ញាតិអស់ទៅហើយទាំងអាចក់អាចែមលបងកបលបងណយមិនដឹងថាពួកគេទៅណាទេ ឬក៏ពួកគេលងទឹកទេដឹងឬក៏ភូមិយើងមានខ្មោចទឹកហើយនិយាយចឹងប្តីខ្ញុំក៏មិនឃើញដែរហើយក ុំនិយាយផ្ដេសផ្ដាសមានខ្មោចទឹកមកពីណាមក តែពួកគេបាននិយាយជាមួយខ្ញុំថាទៅមាត់ទឹកចុងក្រោយក៏បាត់ខ្លួនបើមិនជឿណាពួកយើងទៅមើលទៅ បានបើអញ្ចឹងទាំងអស់គ្នាឆាប់ទៅមើលក្រែងលោមានភ័ស្តុតាងអី តោះឆាប់ឡើងទៅកំពុងតែរៀបចំចេញដំណើរស្រាប់តែសីហារត់មករួចបាននិយាយថា ពងមានឃើញអ៊ុនហ័រទេ កុំប្រាប់ណាថាមេតាហៅហៅស្រីហរក៏បាត់ខ្លួនដែរនោះ សីហាឆាប់ឡើងពួកយើងកំពុងតែសម្ដៅទៅមាត់ស្ទឹងឲ្យលឿនឡើង នៅចិត្តមាត់ទៅហើយតើកូនឆ្លក់ទឹកល្អដល់ហើយបើធ្វើលក់ទឹកគ្រឿងណាពុកមុខជាពេញចិត្តណាស់ហើយមកទៅនោះស្រីហរបេះហើយបេះទៀតគ្រានោះស្រាប់តែមានអណ្ដើកដ៏ធំមួយបានបង្ហាញខ្លួនចេញមក នាងតូចឆាប់មកនេះឲ្យយើងស៊ីភ្លាម អត់ដាច់ធំណាស់ហើយនេះជាលក្ខទី1ហើយតែចឹងបានឃើញនោះហើយក៏ឲ្យខ្លាចណាស់ កុំនិយាយច្រើនឆាប់មកឲ្យចិត្តយើងមកយើងឃ្លានណាស់ អត់ទេជួយផងស្រាប់តែជាមួយគ្នានោះដែរអ្នកភូមិក៏បានមកដល់ល្មម ឈប់ភ្លាមឈប់អូនសម្លាញ់ពួកបងមកជួយអូនហើយអ្នកណាគេអូគឺឯងទេមែនទេអាមេភូមិកំសាកញី នាងហោបានស្រវាឡើងរួចផុតពីទឹកទាំងត្រដាប់ត្រដួសជាខ្លាំងកូនខ្លាចណាស់ពុកបងសីហា មិនអីទេអូនផុតពីគ្រោះថ្នាក់ហើយអស់អីហើយកុំខ្លាចអីតើឯងជាបិសាចមកពីខាងណា វាមកជាអ្នកដែលសម្លាប់ប្តីខ្ញុំនិងអ្នកភូមិមិនខានទេ មែនហើយជាស្នាដៃរបស់យើងហើយតើយ៉ាងម៉េចដែរ ឯងជាអណ្ដើកជាសត្វដែលស្លូតបូតទេហេតុអីក៏សម្លាប់មនុស្សទៅវិញយើងនឹងសម្លាប់អ្នកទាំងអស់គ្នាព្រោះពួកគេបានធ្វើបាបយើងកាលយើងនៅពីតូចនោះអីគ្មាននរណាចង់សម្លាប់ឯងទេកុំសាហាវពេកអីអណ្ដើកកុហកពួកមនុស្សតែងតែសម្លាប់ពួកយើងធ្វើជាអាហារអស់ជាច្រើនយើងគ្រាន់តែសម្លាប់មនុស្ស 3-4 នាក់តែប៉ុណ្ណោះរាប់ថាសាហាវអីទៅឯងជាអណ្ដើកដែលក្មេងៗកាត់កន្ទុយនោះមែនទេមែនហើយយើងឈឺផ្សាណាស់ពួកឯងមិនលើការឈឺចាប់របស់យើងតែបែរជារីករាយទៅវិញមនុស្សលោកពិតជាអាក្រក់ណាស់តើឯងខឹងដល់ម្លឹងហ៎យើងខំជួយឯងណាមិនក៏ឯងសងគុណយើងដោយរបៀបនេះជួយស្អីទៅឯងធ្វើឲ្យស្នូកយើងមិនស្អាតហើយក៏វិញយើងមកទំហឹងទៀតដឹងទេស្នូកយើងប្រេះនឹងបាក់អស់ហើយដោយសាររឿងទាំងនោះទើបឯងសម្លាប់ពួកគេមែនទេមែនហើយកំហឹងនេះយើងមិនអាចលុបបានទេអណ្ដើកឯងយល់ច្រឡំហើយដឹងទេយើងគ្មានបំណងចង់សម្លាប់ឯងទេគ្រាន់តែចង់ឲ្យឯងរស់នៅបានសុខតែប៉ុណ្ណោះយើងមិនជឿទេឯងជាដើមហេតុបើឯងមិនយកយើងមកទេក្មេងៗក៏មិនធ្វើបាបយើងដែរហើយចុងក្រោយគឺឯងដែលជាអ្នកកវែងយើងនោះបើការជួយនោះធ្វើឲ្យឯងមានការឈឺចាប់សុំទោសផងណាតែឯងឈប់ធ្វើបាបអ្នកភូមិទៀតទៅកុំធ្វើដូចជាចិត្តល្អពេកឯងឆាប់បកលជីវិតឯងមកចុះបើសិនជាយើងស្លាប់ឯងអាចឈប់ធ្វើបាបពួកគេបានទេ ពុកកុំអីកូនមិនអាចឲ្យពុកទៅអណ្ដើកនោះទេអណ្ដើកសុំសម្លាប់ខ្ញុំមក មេភូមិកំសាកចូលមកចាំដល់ណាទៀតចុះមកក្នុងទឹកមក
នាពេលនោះក៏មានព្រឹទ្ធាចារ្យម្នាក់បានដើរចូលមក អណ្ដើកឈប់ទៅប៉ុណ្ណឹងបានហើយព្រោះនេះគឺជាការយល់ច្រឡំទេ តែយល់ច្រឡំយ៉ាងម៉េចទៅលោកតា លោកមេភូមិបានជួយឯងតាតែមកពីឯងកាលនោះវង្វេងស្មារតីទើបគិតថាគាត់ធ្វើបាបទៅវិញ តើនេះជាការពិតដែរទេ ជាការពិតណាស់កុំព្រោះតែកំហឹងខឹងបាត់សតិឯងសម្លាប់មនុស្សខុសអីណា ព្រឹទ្ធាចារ្យបានបញ្ជល់បកស្រាយតាមលំដាប់លំដោយអស់គ្មានសល់ធ្វើឲ្យអណ្ដើកជ្រះកង្វល់ឈប់ខឹងក្នុងគ្រានោះទៅ លោកមេភូមិសូមលោកបង្កាត់ភ្លើងឲ្យខ្លាំងមកខ្ញុំចង់ធ្វើការសុំខមាទោស ការបកស្រាយមិនច្បាស់កំហឹងនៅតែមានតែបើការបញ្យល់សមហេតុផលអស់កង្វល់ទុកចិត្តបាន អរគុណហើយដែលអណ្ដើកឈប់ធ្វើបាបអ្នកស្រុកបែបនេះខ្ញុំដឹងខុសហើយព្រោះតែការវង្វេងស្មារតីទើបខឹងគ្មានហេតុផលខ្ញុំនឹងលុបលាងសងកម្មដល់អ្នកដែលបានស្លាប់ផងទៅចុះ អណ្ដើកយក្សបានវាកើមចូលទៅក្នុងភ្លុកភ្លើងដុតខ្លួនឯងបណ្ដាលឲ្យស្លាប់យ៉ាងវេទនា បុគ្គលកាលណាដឹងនៅកំហុសច្បាស់ដោយធម៌រមែងតែងតែហ៊ានលះបង់ដោយមិនខ្លាចការឈឺចាប់ឡើយ សូមឯងទៅឲ្យបានសុខចុះណាយើងនឹងសង់រូបសំណាកឲ្យឯងទុកជាការរំលឹកដល់ឯងផងចុះ ពួកចឹងក៏ទៅសាងសង់រូបសំណាកអណ្ដើកនៅទីនេះចា ពិតណាស់កូនពង គ្រប់គ្នាអស់អីហើយឈប់ភិតភ័យក្នុងការរស់នៅទៀតចុះហើយកុំធ្វើទរណកម្មលើសត្វទៀតអីណាបើមិនចង់ឲ្យកម្មនោះវិលត្រឡប់មកវិញ អរគុណហើយលោកព្រឹទ្ធាចារ្យ ចាប់តាំងពីពេលនោះមកអ្នកភូមិក៏រស់នៅយ៉ាងសុខសាន្តតរៀងទៅ ស្នាដៃគេផ្កាថ្នោតយកទឹករបស់ខ្ញុំមានតែអន់អីមើលចុះទឹកថ្នោតឡើងថ្លាផ្អែមត្រជាក់តែម្ដងហើយនេះបើរងាស់คล้ายជាស្ករថ្នោតស្ករផែនមុខជាឈ្ងុយក្លិនរំលងភូមិមិនខានទេ ដោយសំណាងនិយាយអញ្ចឹងក្លិនស្ករត្នោតដ៏ឈ្ងុយរបស់គាត់តែងតែតាក់ទាញចាស់ក្មេងឲ្យមករកភ្លក់និងទិញជារៀងរាល់ថ្ងៃបងបង បាទបងនៅទីនេះពួកឯងមានការអីដែរ បងសំណាងពួកខ្ញុំមករកសុំទឹកត្នោតបងហូបនឹងណាតើមានទឹកត្នោតមកដល់ហើយនៅ មានហើយពួកឯងហូបចុះហូបម្នាក់មួយចំអែតទៅណាតាមស្រួល អរគុណបងហើយក្នុងភូមិមានតែបងទេចិត្តល្អជាងគេសុំហូបពេលណាក៏មិនដែលចិត្តអាក្រក់ដែរ រួចចុះមានតែស្អីគ្រាន់តែទឹកថ្នោតប៉ុណ្ណឹងនោះបានពួកឯងចាញ់ចូលរត់លេងផ្ទះបងមិនសូវជាអបសុខផង បើចុងថ្ងៃនេះខ្ញុំជួយដុតភ្លើងស្ករបងចុះ មិនអីទេបងខ្លាចអាលៀកពួកឯងណាតែបើពួកឯងចង់ហូបស្កររត់លេងសិនទៅចាំឆ្អិនចាំបងហៅឮទេ បាទបងបើអញ្ចឹងខ្ញុំជួយលាងបំពង់បងចុះចំណែកអាចែមជាអ្នកអំពង់ណាបង មិនអីទេបងលៀងខ្លួនឯងក៏បានដែរ អត់អីទេបងទុកជាការដោះដូរគ្នាចុះដែលបងតែងតែឲ្យទឹកត្នោតនិងស្ករត្នោតពួកខ្ញុំហូប តាមនឹងចុះណាប្រយ័ត្នប្រយែងផង ក្នុងគ្រានោះដែរមីងណាវីក៏បានមកដល់ល្មមហើយមានរឿងអីហ្នឹងបានជាសម្លេងអ៊ូអរម្លេះកុំប្រាប់ណាថាក្មេងខ្មាំងក្មេងកំពុងអាំងខ្មាំងកំពុងអេងនេះពួកឯងមករោទឹកត្នោតក្មួយសំណាងទៀតហើយណាបាទមីងពួកខ្ញុំមករោទឹកត្នោតបងសំណាងរាល់ថ្ងៃហ្នឹងមួយណយមីងទឹកត្នោតផ្អែមត្រជាក់យ៉ាងនេះអ្នកណាទ្រាំបានទៅមីងដឹងហើយតែពួកឯងនេះប៉ិនផឹកអញ្ចឹងតិចលោបងសំណាងឯងនេះខាតទៅដឹងទេណែឯណាទៅមើលមីងសុំហូបមួយត្រឡោកមកងាប់ហើយមីងណាវីស្រស់ស្អាតអញ្ចឹងក៏មកសុំទឹកត្នោតបងសំណាងដែរហ្នឹងហើយធ្វើដូចជាអត់បានហើយមីងទទួលស្គាល់ក៏បានព្រោះទឹកត្នោតក្មួយសំណាងផ្អែមតែជាក់ពេកហ្នឹងណាទៅទ្រាំមិនបានណែរត់លេងសិនទៅកុំខ្វល់រឿងមនុស្សចាស់បាត់មីង មីងពិសាចុះហើយយកទៅផ្ញើពូផងណាមីង
ថ្ងៃនេះទឹកត្នោតចាញ់ច្រើនណាស់ហូបយ៉ាងណាក៏ខ្ញុំមិនខាតដែរណាមីង ចាក្មួយមិញអរគុណហើយចិនល្អហើយឧស្សាហ៍ទៀតបើមានកូនកំមុំណាមិញលើកឲ្យមិនគិតបណ្ដាការនោះទេតែមិញនេះការយូរហើយគ្មានកូនមួយសោះ បាទមីងជាអ្នកភូមិផងរបងនឹងគ្នាមានអីចែករំលែកគ្នាអញ្ចឹងទើបរស់នៅបានសុខសាន្ត ចាក្មួយដោយពាក្យចាស់ពោលថាអ្នកចិត្តខាងប្រៀបបីដូចជារបងការពារផ្ទះយើងអញ្ចឹងដែរកាលណាយើងជួយអ្នកចិត្តខាងពេលមានទុក្ខនោះអ្នកចិត្តខាងនឹងជួយយើងវិញណែកុំភ្លេចប្រាប់មិញនឹងពូណាក្មួយ បាទមីង ចាបើអញ្ចឹងមិញលីសិនហើយណាណែក្មេងៗណាតនេមកជួយបងសំណាងពូឯងផងទៅកុំឲ្យតនេឥតប្រយោជន៍ណាឮទេលឺរៀបចំសពគ្រប់ហើយក្មេងៗក៏ត្រឡប់ទៅវិញរីឯសំណាងក៏បានចូលសម្រាប់ផងដែរ មិនដឹងថាពេលណាជីវិតបានធូរធាននឹងគេទេសង្ឃឹមថាប្រហែលឆ្នាំទៀតខ្ញុំនឹងសន្សំប្រាក់បានច្រើនផងទៅចុះ កាត់សុកសំណាងក៏កេងលក់បាត់ទៅភ្លាមនោះគាត់ក៏បានយល់សប្តិឃើញថាលោកប្តីបងក្រោកឡើង តើនាងជានរណាដែរ អូនគឺជាវិញ្ញាណមួយរូបអូនជាប្រពន្ធបងកាលពីជាតិមុនអូនមកទីនេះគឺអូនមកជួយបង តើអូននឹងជួយបងយ៉ាងម៉េចទៅវិញ សូមបងទៅកាន់ព្រៃដែលមានផ្ទាំងថ្មដោះរួចបងស្វែងរកកូនដាំចេកតូចមួយក្រោយរកឃើញហើយសូមបងយកវាមកដាំដោះក្បែរផ្ទះចុះវានឹងនាំសំណាងដល់បងមិនខានទេអូនលាសិនហើយណា ឈប់សិនឈប់ សំណាងក៏បានភ្ញាក់ពីដំណេកយ៉ាងរហ័ស ចម្លែកណាស់សុបិននេះដូចជាច្បាស់ពេកហើយប្រៀបដូចជាការពិតអញ្ចឹងតើមានកូនដើមចេកនៅក្បែរផ្ទាំងថ្មពិតមែនទេ ក្រោយភ្ញាក់ពីដំណេកសំណាងក៏បានរៀបចំសម្ភារៈឆ្ពោះទៅរកកន្លែងដែលមានថ្មដោះនៅក្បែរផ្ទាំងថ្ម នៅទីនេះមានផ្ទាំងថ្មដុះច្រើនណាស់ប្រហែលជាទីនេះហើយមើលទៅដែលមានកូនដើមចេកនោះ សំណាងបានរកហើយរកទៀតរហូតបានឃើញកូនចេកតូចមួយក្នុងចន្លោះផ្ទាំងថ្ម ទីនេះមានសុទ្ធតែផ្ទាំងថ្មឃើញថាមានតែកូនចេកមួយដើមនេះប៉ុណ្ណោះបើអញ្ចឹងប្រហែលជាមួយដើមនេះហើយគ្មានមួយណាទៀតទេ សំណាងក៏បានជីកយកកូនចេកនោះទៅដាំនៅក្បែរផ្ទះនៅផ្ទះសំណាង យើងដាំឯងនៅទីនេះចុះឆាប់ធំណាឬទេ ក្រោយដាំចេកហើយសំណាងក៏បានទៅយកទឹកត្នោតមករំងាស់ដោយសពមួយដង រវល់តែរងាស់ស្ករខ្ញុំភ្លេចឲ្យឈឹងថាត្រូវស្រោចទឹកឲ្យកូនចេក ចប់កិច្ចការហើយស្រាប់តែសំណាងក៏បានដើរសម្ដៅទៅកាន់កូនដើមចេក នេះខ្ញុំព្រិលភ្នែកមែនទេដើមចេកនេះមិនក៏ធំលឿនម្លេះទំដាំព្រឹកមិញសោះហ្នឹង រំពេចនោះក៏មានទេពធីតាមួយអង្គបង្ហាញខ្លួនចេញមក តើនាងជានរណាអូមែនហើយនាងគឺជាវិញ្ញាណដែលស្ថិតនៅក្នុងយល់សពខ្ញុំថ្ងៃមុនតា មែនហើយបងកុំខ្លាចអីគឺអូនជាអតីតប្រពន្ធបងកាលពីជាតិមុន តើពេលនេះអូនជាទេពធីតាមែនទេ អត់ទេមិនមែនទេណាបងគឺអូនជាវិញ្ញាណមួយរូបប៉ុណ្ណោះដែលចាប់និស្ស័យជាមួយបងតែពេលនេះអូនមករស់នៅក្នុងដើមចេកដើម្បីបាននៅក្បែរបងហើយអូននឹងជួយបងមិនឲ្យរស់នៅពិបាកទៀតទេដោយសារមិនដាច់អាល័យស្នេហ៍ពីបរិះកំសត់វិញ្ញាណខ្មោចស្រីម្នាក់នេះត្រូវមករស់នៅក្នុងដើមចេកនាផ្ទះរបស់សំណាងចាប់ពីពេលនោះមកបងសំណាងអរគុណដែលបងបានដាំដើមចេកនេះចូលបងទៅពិសាននំអន្សមចេកចាស់អូនបានធ្វើវាសម្រាប់បងរួចហើយ ជាការពិតមែនទេបើអញ្ចឹងបងនឹងបានឆ្ងាញ់មាត់មិនខានទេ ចាបង បងអរគុណហើយទេពធីតាដ៏ចិត្តល្អ បងសំណាងអូនមិនអាចរស់នៅជាមួយបងដូចមនុស្សធម្មតាទេតែអូននឹងជួយបងគ្រប់ពេលណាមិនតែប៉ុណ្ណោះអូននឹងជួយប្រាប់អំពីថ្នាំឬឈើក្នុងកលៈទេសៈណាមួយដែលមានមនុស្សឈឺ មានន័យថាបងអាចជួយព្យាបាលអ្នកភូមិយើងបានមែនទេ និយាយមិនតាន់បានប៉ុន្មានផងចောက်ក៏បានមកដល់រីឯវិញ្ញាណនាងនិរ័ត្នក៏បានបំបាំងកាយបាត់ទៅវិញភ្លាម
បងសំណាងអើយជួយផងណាបងពូណាក់ចុកពោះខ្លាំងណាស់ខ្ញុំមិនដឹងថាធ្វើបែបណាទេបង ជាការពិតមែនទេចក់មិនអីទេចាំបងទៅមើលគាត់តោះជូនបងទៅ មុនសំណាងចេញទៅវិញ្ញាណនាងនិរតក៏បានផ្ដាំថាបងសំណាងបែរយកស្លឹកចេកនេះទៅឲ្យពូណាក់ហូបចោះគាត់នឹងបានជាមិនខានទេ បងអរគុណហើយណា បងនិយាយថាម៉េច គ្មានអីទេបងបេះស្លឹកចេកសិន បេះស្លឹកចេកហើយសំណាងនឹងចក់ទៅមើលពូណាក់យ៉ាងលឿននៅផ្ទះពូណាក់បងសំណាងបងមកជួយមើលមកខ្ញុំមិនដឹងថាពូណាក់កើតអីទេ បាន សំណាងបានឲ្យពូណាក់ហូបស្លឹកចេកបានមួយរំពេចគាត់ក៏បានជាសះស្បើយ ពូអរគុណហើយណាសំណាងដែលបានជួយពូអរគុណក្មេងៗដែលយកចិត្តទុកដាក់លើពូបើគ្មានពូឯងទេម្លេះពូមុខជាស្លាប់មិនខានទេ មិនអីទេពូគឺបងសំណាងតើបងសំណាងមានថ្នាំទឹកមែនទេហើយអស្ចារ្យណាស់មើលណយមើលចោះពូណាក់បានជាវិញហើយ បងគ្មានអីអស្ចារ្យទេពូថែសុខភាពផងណាពូខ្ញុំលាទៅវិញហើយ សំណាងក៏បានត្រឡប់ទៅជួបដើមចេកវិញនៅក្បែរដើមចេក បងអរគុណអូនហើយណាដែលបានជួយដល់ពូណាក់ ចាបងសំណាងអូនមិនអាចបង្ហាញខ្លួនបានគ្រប់ពេលទេណាបងដូច្នេះអូនប្រាប់បងនៅរឿងមួយទៀតចុះ បានអូនប្រាប់មកចុះ ចេកនេះមានអូនថែរក្សាវាជាចេកស័ក្តិសិទ្ធិម្យ៉ាងទៀតបើមានគេមកសុំចេកយកទៅដាំនឹងមានកូនចេកដោះតូចៗជាច្រើនសម្រាប់ពួកគេបងកុំកំណាញ់ដាក់ពួកគេអីណាជៀសវាងកុំឲ្យអ្នកណាលួចឲ្យសោះពុំនោះទេនឹងមានគ្រោះថ្នាក់មិនខាន បងយល់ហើយ ព្រឹកស្អែកនេះមុនសូរិយារះចូលបងមកមើលដើមចេកនេះម្ដងទៀតចុះបងនឹងឃើញមានផ្លែចេកមិនខានទេអូនលាបងសិនហើយណាលុះព្រឹកឡើងស្រាងសំណាងក៏បានមកមើលដើមចេកម្ដងទៀតស្រាប់តែសំណាងណាស់មិនមែនជាចេកធម្មតាផ្លែចេកនេះគឺជាមាសសុទ្ធខ្ញុំស្ទើរតែមិនគួរឲ្យជឿនឹងភ្នែកតល់តែសោះពិតជាដើមចេកស័ក្តិសិទ្ធិពិតមែន ក្នុងគ្រានោះដែរនីសាវុនក៏បានឃើញសកម្មភាពរបស់សំណាងអស់គ្មានសល់ ហេតើដើមចេកនោះពិតជាស័ក្តិសិទ្ធិមែនទេបើអញ្ចឹងយើងគួរទៅលួចជីកយកកូនវាទៅដាំនៅផ្ទះសិនទៅបាន ក្រោយសំណាងដើរចូលទៅក្នុងផ្ទះនីសាវុនក៏បានលួចជីកយកកូនដើមចេកមួយដើមយ៉ាងលឿនផងដែរនៅផ្ទះសាវុន យើងសង្ឃឹមតែចេកនេះនឹងផ្ដល់ផ្លែចេកមាសចេកប្រាក់មកឲ្យយើងដោយផ្ទះអាសំណាងដែរចុះ នីសាវុនដាំចេកដែលបានលួចពីផ្ទះរបស់សំណាងនោះហើយក៏បានចូលទៅសម្រាប់បាត់ទៅលុះព្រឹកស្អែកឡើង ហេថ្ងៃនេះនឹកគិតទៅរករើសត្នោតទុំមកធ្វើជានំសិនដូចជាឃ្លានអាកោត្នោតណាស់ នីសាវុនមិនតន់នឹងចេញផុតផងស្រាប់តែកូនដើមចេកដែលបានលួចនោះលូតលាស់ធំធាត់យ៉ាងលឿន ហេស្អីគេអញ្ចេះចម្លែកណាស់យើងយល់សពមែនទេ ពេលនោះចេកស័ក្តិសិទ្ធិមិនមែនមានទេពធីតាឬវិញ្ញាណចិត្តល្អថែរក្សានោះទេតែបែរជាមានបិសាចថែរក្សាទៅវិញ អរគុណហើយដែលឯងលួចយើងមកពេលនេះយើងមានសេរីភាពហើយហាដើមចេកនេះមានបិសាចមែនទេកុំខ្លាចអីយើងមិនស៊ីឯងទេព្រោះឯងបានជួយយើងឥឡូវនេះយើងសួរឯងតើឯងចង់ខ្លាយជាអ្នកមានដែរទេសំណួរចាក់ដោតដល់ហើយបិសាចដើមចេកខ្ញុំពិតជាចង់ខ្លាយជាអ្នកមានណាស់បើអញ្ចឹងឯងត្រូវរកមនុស្សមកឲ្យយើងធ្វើជាអាហាររបស់យើងឮទេហារឿងនេះខ្ញុំត្រូវមានទោសណាមិនបានទេរឿងនេះកុំភ័យគ្មាននរណាដឹងទេម្យ៉ាងទៀតឯងគ្រាន់តែបញ្ឆោតពួកគេឲ្យមកក្បែរយើងប៉ុណ្ណោះ
ឯងមិនបានសម្លាប់ពួកគេណា យ៉ាងណាក៏ខ្ញុំនៅតែញញើតដដែលហ្នឹង បើឯងមិនធ្វើតើឯងសុខចិត្តរស់នៅក្រីក្រវេទនារហូតមែនទេ អឺណាអឺតែខ្ញុំគួរធ្វើបែបណាខ្លះទៅ កុំបារម្ភអីស្អែកនេះចូលឯងមកបេះចេកទុំយកទៅហូបចុះ ថាម៉េចត្រឹមចេកទុំហ្នឹងហូចចុះមាសនោះ ឯងកុំភ័យឯងនឹងបានអ្វីដែលឯងចង់បានបន្ទាប់ពីយើងមានឈាមស្រស់ជាអាហារហើយឯងគ្រាន់តែគោះដើមចេក3ដងហើយនិយាយអ្វីដែលឯងចង់បាននោះឯងនឹងបានដូចបំណងហើយ ចាប់តាំងពីពេលនោះមកសំណាងនិងសាវុនមានដើមចេកស័ក្តិសិទ្ធិដូចគ្នាគ្រាន់តែដើមចេកអ្នកទាំងពីរមានបារមីថែរក្សាមិនដូចគ្នាឡើយមួយដើមជាបិសាចមួយដើមទៀតជាវិញ្ញាណចិត្តល្អនៅផ្ទះសំណាង បងអរគុណហើយដែលអូនទេពធីតាតែងតែផ្ដល់នំចំណីអាហារឆ្ងាញ់ពិសាដល់បង មិនអីទេណាបងតែបងមិនចង់បានអ្វីក្រៅពីនេះទៀតទេមែនទេ បងអត់ទេបងមិនចង់បានអ្វីលើសពីនេះទេតែអ្វីដែលបងចង់បានគឺបងចង់រស់នៅជាមួយអូន រឿងនេះអូនក៏មិនដឹងធ្វើយ៉ាងម៉េចដែរសង្ឃឹមថាថ្ងៃណាមួយពួកយើងនឹងបានរស់នៅជាមួយគ្នាដោយការពីចិត្តមុនម្ដងទៀតចា៎សំណាងនិងវិញ្ញាណរបស់នាងនិរតអាចជជែកគ្នាម្ដងម្កាលតែពួកគេមិនអាចនៅក្បែរគ្នាបានឡើយហើយសំណាងក៏មិនដែលសុំដើមចេកនៅគ្រឿងមានតម្លៃអ្វីនោះដែរបាននិយាយអំពីនីសវុនវិញគឺថា ដើមចេកថ្ងៃនេះយើងចង់បានដីស្រែចម្ការផល្លានុផលផ្សេងចូលឯងបង្កើតចេកមាសចេកប្រាក់ឲ្យយើងភ្លាម មិនបានទេលុះត្រាតែឯងឲ្យឈាមស្រស់មកឲ្យយើងផឹកសិន តែពេលនេះខ្ញុំគ្មានអីទេ ត្រឹមឈាមសัตว์ក៏បានដែរឆាប់ឡើងបើឯងចង់បានរង្វាន់ គ្រានោះដែរសាវុនក៏បានយកសត្វទន្សាយមួយក្បាលផ្ដល់ឲ្យបិសាចដើមចេក នេះគឺជាទន្សាយសដែលខ្ញុំបានចាប់ពីព្រៃសូមបិសាចដើមចេកទទួលយកចុះ ដើមចេកបិសាចក៏បានចេញត្រយងចេកមាសដ៏ធំចេញមក យេហា អរគុណហើយដើមចេក ចាំណានេះគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះលើកក្រោយឯងត្រូវបញ្ឆោតមនុស្សមកឲ្យយើង បន្ទាប់ពីនីសាវុនទទួលបានមាសគាត់ក៏បានចាប់ផ្ដើមក្លាយជាអ្នកមានម្ដងបន្តិចម្ដងបន្តិចនៅតាមផ្លូវ ក្មួយសវណ្ណាទៅណាមកណាហ្នឹងអាយ៉ាមើលសាច់ឈាមចោះតំណងណាស់មានបានណាស់ណោះ បាទមីងមានតអន់អីពេលនេះមិនលាក់បាំងទេមីងខ្ញុំធូរធារច្រើនណាស់ដីក៏មានផ្ទះមាសប្រាក់មានគ្រប់ទាំងអស់មិនខ្វះទេ អាយ៉ាក្មួយពិតជាមានសំណាងមែនទេន បាទមីងខ្ញុំលាមីងសិនហើយព្រោះខ្ញុំប្រញាប់ទៅរកមើលទិញដីចំការបន្ថែមទៀត ចាក្មួយក្រោយនេះសវណ្ណចេញផុតទៅមិញណាវីក៏បានគិតថាតើក្មួយសវណ្ណរកស៊ីអីទៅណោះដូចជាលឿនខុសធម្មតាឬមួយក៏គេមានអ្វីលាក់បាំងទេដឹងហ្នឹងគិតក្នុងចិត្តហើយមិញណាវីក៏បានទៅតាមដាននេះសវណ្ណនៅចុងភូមិ អើណែអាចកអាចែមពួកឯងតាណាហ្នឹង បាទបងខ្ញុំកំពុងតែទៅផ្ទះបងសំណាងដើម្បីផឹកទឹកត្នោតនឹងណាបង ងាប់ហើយសំណាងនៅធ្វើថ្នោតទៀតអីវាខំអីក៏ខំម្លេះ ពួកខ្ញុំក៏មិនដឹងដែរបងបើអញ្ចឹងពួកខ្ញុំលីហើយក ុំតាន់ សាវុនក៏បានគិតខ្លួនឯងថា បាទក្មេងពីរនាក់នេះវាទៅក្បែរដើមចេកផ្ទះយើងនោះបិសាចដើមចេកមុខជាស៊ីមិនខានទេពេលនោះយើងនឹងទទួលបានមាសប្រាក់ច្រើនជាមិនខាន គិតគម្រោងការអាក្រក់ហើយនេះសាវុនក៏បានពោលឡើង អើណែពួកឯងផ្ទះយើងមានចេកទុំលើដើមថ្លោះណាស់ឆាប់ទៅបេះយកមកហូបចុះណា អូយមែនទេបងអូពួកខ្ញុំមកកំពុងតែឃ្លានផង ឆាប់ទៅលឿនឡើង បាទបងតោះអាចែមលឿនឡើងដោយរំភើបពេកក្មេងៗក៏រត់ទៅបេះផ្លែចេកយ៉ាងលឿន
តើក្មួយសវណ្ណណាប៉ិតជាចិត្តល្អចែកចេកទុំដល់ក្មេងៗប៉ិតទេហ្នឹងហើយតាមប៉ិតទៅក្មួយសវណ្ណចិត្តល្អអញ្ចឹងតើហ្នឹងបានជារកស៊ីឆាប់មានបានយ៉ាងនេះខ្ញុំសង្ស័យខុសមនុស្សហើយមិញណាវីក៏បានឈប់សង្ស័យនីសវណ្ណនៅក្នុងពេលនេះនៅផ្ទះរបស់នីសវណ្ណអាចដើមចេកនោះហើយមើលចោពិតជាមានចេកទុំមែនហើយអាចែមថ្លោះណាវើយលឿនឡើងមកបេះមកពេលនេះដែរបិសាចដើមចេកក៏បានចេញមកហើយមែនទេក្មេងតូចចូលឲ្យគៀកមកលឿនឡើង ក្នុងគ្រាអាសន្ននោះពុំមានអ្នកណាដឹងឡើយចោឲ្យនិយាយមែនទេមុននេះអត់ទេខ្ញុំមិនបាននិយាយផងកំឡុងពេលនោះពូណាក៏បានមកដល់ល្មមក្មេងពួកឯងមានរឿងអីបានច្រឡន់សម្លេងខ្លាំងម្ល៉េះ ពូគឺពួកខ្ញុំបានឮសម្លេងខ្មោចនិយាយមកកាន់ពួកយើងណាពូមើលណយពូច្បាស់ណាស់ថាមានសម្លេងមនុស្សហៅពួកយើងបើអញ្ចឹងពួកឯងឆាប់ត្រឡប់ទៅវិញទៅក្រែងមានគ្រោះថ្នាក់ព្រោះពូក៏ដូចជាព្រឺសបល់ដែរឆាប់ទៅបាទពូពួកខ្ញុំលាទៅវិញសិនហើយតោះយើងលឿនឡើងដើមចេកនេះដូចជាចម្លែកយ៉ាងម៉េចទេនៅមិនបានទេរត់សិនហើយគួរឲ្យខឹងមែនហេតុអីបានជាពួកវាមិនមកក្បែរយើងបែបនេះក្រោយពុណៈនឹងក្មេងៗចេញអស់ទៅនីសវណ្ណក៏បានមកដល់ក្បែរដើមចេកដើមចេកយើងចង់បានអ្នកបម្រើឆ្វេងស្ដាំដើម្បីជួយការងារដល់យើងឆាប់ឡើងផ្ដល់អ្នកបម្រើប្រុសស្រីឲ្យយើងមកបិសាចដើមចេកក៏បាននិយាយថាតើឯងគិតថាយើងជួយឯងមែនទេព្រោះយើងមិនបានស៊ីអ្វីបន្តិចសោះឡើយឯងមិនបានធ្វើតាមសន្យាទេយើងមិនជួយឯងទៀតទេថាម៉េចក្រែងយើងបានបញ្ឆោតមនុស្សមកហើយមែនទេមែនហើយតែពួកវានោះបានរត់ទៅវិញអស់ទៅហើយមិនមែនជាកំហុសយើងទេនេះឯងចាប់ពួកគេស៊ីមិនបានខ្លួនឯងតើកុំនិយាយច្រើនឆាប់ផ្ដល់បំណងប្រាថ្នាដល់យើងមកមិនបានទេយើងជួយឯងមិនបានទេដោយសារចិត្តខឹងនីសវណ្ណក៏បានដើរទៅយកកំបិតក្នុងបំណងកាប់ដើមចេកបិសាចនោះចោលមិនអោយមែនទេបានបើឯងមិនព្រមជួយយើងទេឯងអាលេងតែម្ដងទៅនីសវណ្ណខឹងពេកក៏កាប់ដើមចេកនោះចោលតែម្ដងតែរឿងដែលមិននឹកស្មានដល់វិញ្ញាណនៅក្នុងដើមចេកក៏សន្ធិដ្ឋនៅក្នុងខ្លួនរបស់នីសវណ្ណចាប់តាំងពីពេលនោះមកពេលនេះយើងមានរូបអាស្រ័យហើយយើងកាន់តែងាយស្រួលនៅក្នុងការស្វែងរកឈាមស្រស់នីសវណ្ណបានប្រើយុទ្ធសាស្ត្រដើម្បីឲ្យមានផ្លែចេកទុំចេញមកឲ្យតែមានអ្នកណាស៊ីផ្លែចេកនេះអ្នកនោះនឹងដើរមកប្រគល់ខ្លួនឲ្យយើងជញ្ជក់ឈាមដោយខ្លួនឯងជាមិនខានផ្លែចេកឆាប់ទៅធ្វើការនេះឲ្យយើងភ្លាមផ្លែចេកមួយស្ទងនោះក៏ហោះទៅកាន់ផ្លូវបែកជា4នៅតាមផ្លូវអាចមានចេកទុំមកវយមែនតើកំពុងតែឃ្លានផងចាំកាលតោះលឿនឡើងក្មេងទាំងពីរបានស៊ីផ្លែចេកអស់ម្នាក់មួយផ្លែស្រាប់តែពួកគេបានភាំងស្មារតីរួចដើរសម្ដៅទៅផ្ទះនីសវណ្ណផ្ទះនីសវណ្ណល្អណាស់មកក្បែរយើងមកក្មេងនីសវណ្ណក៏ចាប់យកក្មេងទាំងពីរនោះធ្វើជាចំណីតែម្ដងចំជាអាហារដែលពិសេសពិតមែននិយាយពីមីងណាវីវិញក៏បានដើរឆ្លងកាត់ផ្លូវបែកជា4នេះផងដែររួចចោះអ្នកណាគេទុកចេកនៅទីនេះអាយ៉ាល្មមធ្វើបង្អែមតែម្ដងហើយតែអ្នកឈប់សិនសុំភ្លក់មួយសិន
មីងណាវីភ្លុកហើយក៏ផាំងស្មារតីរួចសម្ដៅទៅផ្ទះរបស់នីសាវុន មកចុះចូលមកចុះចូលមកឲ្យលឿនឡើងមករកសេចក្តីស្លាប់មក គ្មានអ្នកណាសង្ស័យទេព្រោះពួកគេដើរមករកសេចក្តីស្លាប់ខ្លួនឯងតែប៉ុណ្ណោះ ចំណែកសំណាងក៏ចាប់ផ្ដើមឆ្ងល់ណាស់ដូចជាមិនដែលឃើញក្មេងៗមកផឹកទឹកត្នោតទៀតឡើយ ចម្លែកណាស់មួយរយៈនេះមិនឃើញក្មេងខ្មាំងអីសោះតើពួកគេបាត់តាណាអស់ទៅមិនបានទេគិតទៅរកមើលសិន សំណាងក៏បានទៅដល់ផ្លូវបែកជា4 ផ្លែចេកមិនក៏មានផ្លែចេកនៅទីនេះអញ្ចឹងអាយ៉ាធំល្អណាស់បើយកទៅចែកក្មេងៗប្រហែលជាពួកគេសប្បាយចិត្តមិនខានទេ សំណាងបានយកចេកនោះដើម្បីផ្ញើក្មេងៗតែជាអកុសលសំណាងបែរជាដើរសម្ដៅទៅផ្ទះរបស់នីសាវុនវិញ ម្នាក់ទៀតហើយមិនយូរទេយើងនឹងមានកម្លាំងខ្លាំងក្លាអាចគ្រប់គ្រងពិភពលោកមិនខាន នីសាវុនបានប្រើសិលដាក់សំណាងបណ្ដាលឲ្យដួលទៅលើដីនិងមានរបួសយ៉ាងខ្លាំងរបួសនេះក៏បានធ្វើឲ្យនីរ៉តឈឺក្នុងទ្រូងជាខ្លាំងគ្រានោះនាងក៏បានចេញពីក្នុងដើមចេកមកអូយចុកក្នុងបេះដូងណាស់តើបងសំណាងមានរឿងអ្វីទៅណោះបិសាចដើមចេកកាន់តែធ្វើបាបសំណាងនីរ៉តកាន់តែឈឺចាប់ដូចគ្នាឈឺណាស់បងសំណាងបងមានរឿងអ្វីទៅមិនបានទេអូននឹងទៅជួយបងតែពេលនោះក៏មានសម្លេងមួយនិយាយមកកាន់នីរ៉តថា មិនបានទេនាងមិនអាចទៅជួយនៃសំណាងបានទេព្រោះនេះជាកម្មពៀររបស់គេនាងមិនអាចប្រឆាំងលើវាសនាបានឡើយ អើលោកទេវតាអើយខ្ញុំសុខចិត្តរលីរូក៏មិនចង់ឃើញម្ចាស់ស្នេហ៍របស់ខ្ញុំម្ចាស់មានគ្រោះថ្នាក់ដែរ នាងនឹងមានកម្មជាមិនខាននាងនឹងមិនអាចក្លាយជាទេពធីតាពេញបរិបូរណ៍ឡើយ មិនអីទេលោកទេវតាខ្ញុំម្ចាស់សុខចិត្តធ្វើជាវិញ្ញាណអនាថាជាបន្តទៀតក៏មិនអីដែរទុកថាជាការដកដដើម្បីជួយមនុស្សលោកចោះបើខ្ញុំម្ចាស់មិនកំចាត់បិសាចនោះទេអ្នកភូមិនឹងមានគ្រោះថ្នាក់មិនខានឡើយនីរ៉តបានខំប្រឹងទាំងឈឺចាប់ដើម្បីទៅជួយដល់សំណាងដែលជាអតីតម្ចាស់ស្នេហ៍នៅផ្ទះរបស់នីសាវុនបិសាចដើមចេកឈប់ភ្លាមទៅ នាងវិញ្ញាណអនាថាយើងមិនឈប់ទេតើនាងគិតថានឹងបញ្ឈប់យើងបានមែនទេហ៎ នីរ៉តខំព្យាយាមដាស់សំណាងឲ្យក្រោកតែគ្រប់យ៉ាងមិនងាយស្រួលនោះទេបងសំណាងក្រោកឡើងមកបង កុំព្យាយាមអីយ៉ាងណាក៏វានេះជាចំណីរបស់យើងដែរ យើងមិនឲ្យឯងធ្វើបានសម្រេចទេយើងនឹងរៀបរៀងឯងដល់ជីវិតចុងក្រោយរបស់យើង បើនាងខ្លាំងនាងក៏បញ្ចេញឲ្យអស់ពីមហិទ្ធិឫទ្ធិរបស់នាងមក នីរ៉តខំប្រឹងប្រើកម្លាំងទាំងប៉ុន្មានដើម្បីបំបែករូបរាងកាយរបស់បិសាចរហូតតតែបានសម្រេច នាងអូយយើងនឹងសងសឹក បិសាចដើមចេកនិងនីសាវុនក៏បានស្លាប់នីគ្រានោះទៅចំណែកមីងណាវីក្មេងៗនិងសំណាងក៏បានរស់ឡើងវិញទាំងអស់គ្នា តើមានរឿងអីហ្នឹងបានជាគ្រប់គ្នាមកទីនេះ គ្មានអីទេណាបងអូននឹងរៀបរាប់ប្រាប់ទាំងអស់គ្នានៅពេលក្រោយពេលនោះទេវតាក៏បាននិយាយមកកាន់នីរ៉តម្ដងទៀត ពេលនេះនាងមិនអាចក្លាយជាទេពធីតាបានទេតើនាងមានអ្វីតវ៉ាទេ លោកទេវតាខ្ញុំម្ចាស់សុខចិត្តទទួលយកទោសឲ្យប្រពោ ដោយសារតែនាងមានការលះបង់ដើម្បីអ្នកដទៃចូលនាងមានរូបរាងជាមនុស្ស
នឹងរស់នៅជាមួយបរិសម្នាក់នេះរហូតដល់អស់ជីវិតចុះតែនាងត្រូវចាំថានាងនឹងឈឺចាស់ជរាស្បែកជ្រួញនឹងជួបសុខទុក្ខគ្រប់យ៉ាងដូចជាមនុស្សទូទៅដែរ ព្រះពរលោកទេវតាខ្ញុំម្ចាស់ស្ម័គ្រចិត្តរួចហើយ ចូលធ្វើអំពើល្អណានោះនាងនឹងមានបុណ្យកុសលច្រើនពេលនោះនាងនឹងអាចក្លាយជាទេពធីតាវិញជាមិនខានទេ ខ្ញុំម្ចាស់សូមអរព្រះគុណហើយណាលោកទេវតាធ្វើល្អបានល្អសាងកុសលបុណ្យតាមថែចាប់តាំងពីពេលនោះមកនាយរតក៏បានក្លាយជាមនុស្សរស់នៅជាមួយសំណាងសាងក្តីសុខតរៀងទៅ